ក្រោយពីបាត់មុខយូរសឹមសេរីនិចលេចមុខក្នុងទម្រង់ល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយនឹងលោកប៉ែនចម្រុងបាត់មុខពីឆាកសម្ដែងយូរស្រាប់តែតារាស្រីសឹមសេរីនិចបានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយនឹងលោកប៉ែនចម្រុងតាមរយៈស្នាដៃសម្ដែងរបស់នាងរួមជាមួយនឹងសិល្បៈរាប់រយអ្នកពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងទស្សនីយភាពទម្រង់ល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីការសម្ដែងជូនសាធារណជនទស្សនាអារម្មណ៍កាលពីចុងសប្តាហ៍មុនកញ្ញាសឹមសេរីនិចត្រូវបានជ្រើសរើសសម្ដែងជានាងកែវមនីរតនាឬនាងកែវណាម៉ាអ្វីត្បិតតែជាលើកដំបូងសឹមសេរីនិចសម្ដែងក្នុងទម្រង់ល្ខោនបាសាក់នេះប៉ុន្តែនាងពិតជាធ្វើបានល្អណាស់មិនថាពេលសម្ដែងជានាងកែវណាម៉ាដែលមានមុខមាត់មិនសូវស្អាតឬជានាងកែវនីរតនាដែលមានសម្រស់ផូរផង់ជាក់ស្ដែងអ្នកដែលបានទៅទស្សនាផ្ទាល់បានលាត់មាត់សរសើរគ្រប់គ្នាកញ្ញាសឹមសេរីនិចបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថានាងពិតជារីករាយណាស់ដែលបានចូលរួមសម្ដែងក្នុងល្ខោនបាសាក់សម័យ Digital រឿងកែវមនីរតនាធីតាមុខសេះដែលមានសិល្បកររាប់រយនាក់ចូលរួមសម្ដែងបន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនបាសាក់នេះរួចសឹមសេរីនិចក៏ត្រៀមខ្លួននឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញក្រោយបាត់មុខពីឆាកសម្ដែងអស់ជាច្រើនឆ្នាំនាងរំពឹងថាការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់បងប្អូនមហាជនគួររំលឹកផងដែរថាកញ្ញាសឹមសេរីនិចគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់នាងធ្លាប់លេចមុខក្នុងរឿងភាគនិងរឿងដុំជាច្រើនប៉ុន្តែក្រោយពីល្បីឈ្មោះនាងសម្រេចចិត្តចាក់ចេញពីសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីជំនួសវិញដោយឡែកចុងក្រោយនេះនាងសម្រេចចិត្តវិលត្រឡប់មកកាន់ឆាកសម្ដែងឡើងវិញ